នាងឯងបំពុលខ្មែរដោយប្រើនយោបាយក្បត់ចិត្តនយោបាយក្បត់ទង្វើនយោបាយក្បត់ប្រទេសខ្លួនឯងក្បត់ទាំងខ្លួននាងឯងទៀតស្ដាប់ពួកនេះនិយាយទៅបងប្អូនខ្ញុំចង់បកស្រាយថាការធ្វើបាតកម្មនេះមិនមែនជាការរាំងស្ទះនៃការធ្វើសង្គ្រាមរបស់កម្ពុជាទេបែរជាការជួយរកដំណោះស្រាយទៅកាន់កម្ពុជាទៅវិញចា៎យើងចង់ឲ្យរាជរដ្ឋាភិបាលលើកយកករណីនោះ3ទៅប្តឹងនឹងតុលាការអន្តរជាតិចា៎រួមទាំងកោះកុតហើយនឹងបញ្ហារឿងបដិសេធបាទនៅក្នុងអត្ថន័យវីដេអូនេះនាងឯងនិយាយថានិយាយដូចសុភាពណាស់និយាយដូចលយណាប៉ុន្តែសន្តានខ្លៅដដែលនៅតែសន្តានថោកបើសិនជានាងឯងបាតកម្មឈរស្រែកលោឡាពេលដែលនាយករដ្ឋមន្ត្រីប្រទេសខ្លួនឯងទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនទៅធ្វើកិច្ចសហប្រតិបត្តិការនៅប្រទេសជប៉ុនមានបំណងល្អតាក់ទងទៅនឹងរឿងព្រំដែននាងឯងលើកបដាព្រំដែនហើយមិនមែននាងឯងលើកបដាកាន់ផ្លាកបកកត្របាត់តកោហ៊ុនរំលាយតកោហ៊ុនបាត់ជាតិដោះលែងអ្នកទោសនយោបាយនឹងបដាអីគេហ៎តែដល់ពេលមាត់មកធ្វើបដកម្មគឺដើម្បីតែឲ្យរដ្ឋាភិបាលដោះស្រាយរឿងបញ្ហាព្រំដែនមុំ3ប្រសាទតំបន់តូចតំបន់ធំអាហ្នឹងហៅនយោបាយក្បត់ចិត្តនយោបាយក្បត់ទង្វើពួកនាងឯងបដកម្មទាំងនៅកូរ៉េទាំងនៅជប៉ុនដែលមានបដកម្មមួយណាដែលនិយាយចេញពីចិត្តទេបដកម្មរឿង CLV លើកបដាដោះលែងអ្នកទោសនយោបាយហ៎បដកម្មរឿងកោះកុដលើកបដារំលាយតកូលហ៊ុនកុហកសំបីតែខ្លួនឯងហើយចង់មកដឹកនាំប្រទេសកុហកសំបីតែប្រទេសជាតិខ្លួនឯងកុហកសំបីតែប្រជាជនខ្លួនឯងហើយកុហកទាំងខ្លួនឯងទៀតចង់ធ្វើជាអ្នកនយោបាយរឿងដែលនិយាយខ្លួនឯងក៏មិនចង់ទាន់ផងធ្វើដូចខ្លួនឯងដឹងណាស់ចឹងធ្វើតែដឹងអីខ្លះរាល់ថ្ងៃអាយុប្រហែលហើយនយោបាយបោកប្រាស់ត្រឹមតែជានយោបាយបាតកម្មរកលុយរកអំណាចខ្លួនឯងដែលជ្រុលខ្លួនចូលទៅធ្វើការគណៈបព្វប្រឆាំងស្រែកលងខ្លាចជាអ្នកនាំពាក្យហើយធ្វើបន្តទៀតទៅអត់ចង់ធ្វើថោកសុំទោសចូលក្នុងគណៈបព្វនយោបាយគណៈបព្វប្រជាជនណាព្រោះគណៈបព្វប្រជាជនឥឡូវគេរើសណាស់មនុស្សឋានៈប៉ុនហើយវណ្ណាដែលចោះចូលហើយត្រឹមតែជាទីប្រឹក្សាដែលគេមានសមត្ថភាពយកវិនិយោគទុនពីជប៉ុនចូលទៅខ្មែរនឹងបាទគេមានតម្លៃណាត្រឹមតែពួកប្រឆាំងមករៀនដោយពួកនឹងឯងរៀនអត់ចាប់ទី12ផងនោះណាជាមួយនឹងពួកជប៉ុនមកអ្នកនោះរៀនអត់ចាប់ទី12ផងនោះមកសុំចុះចូលក៏មិនអាចទៅរួចដែរត្រឹមតែរួបរวมនយោបាយទាំងអស់គ្នារឿងអត់មានអំណាចមានអីក្នុងនេះអត់មានទេហើយចឹងហើយពួកនឹងឯងគឺត្រូវតែធ្វើក្រែងឯណាមួយតែអាសំរងស៊ីវាជាប់មែនវាបានឈ្នះមែនមានវាសនាបានមកស្រុកខ្មែរធ្វើការនេះធ្វើការនោះប៉ុន្តែប្រជាជនខ្មែរមិនរើសសន្តានដេរឆានដោយពួកនឹងឯងទេមិនរើសមនុស្សគ្មានចំណេះវិជ្ជាបានតែមាត់បានតែសម្ដីបោកប្រាស់ប្រជាពលរដ្ឋមកធ្វើការកាត់តម្លៃនៅស្រុកខ្មែរទេទោះបីជាអាសំរងស៊ីរៀនចប់អនុបណ្ឌិតសេដ្ឋកិច្ចនៅបារាំងក៏ដោយប៉ុន្តែជាអនុបណ្ឌិតសេដ្ឋកិច្ចបោកប្រាស់មានតែកណ្ដាលមកស្លឹកទេរូបមន្តសេដ្ឋកិច្ចដែលធ្វើនៅបារាំងដើរអួតគេ30ឆ្នាំហើយណាគ្រាន់តែខ្លួនឯងក៏កុហកខ្លួនឯងដែរអាសំរងស៊ីអាបាត់ជាតិ3ជំនាន់ណាអាកំសុកអាសន្តារាអាឆាំឆានីអាផាន់ផាណាសិតតែពួកបោកប្រាស់ខ្លួនឯងពួកនាងឯងនឹងបញ្ចឹងដូចគ្នាខ្លួនឯងអត់ទាំងស្មោះត្រង់មួយខ្លួនឯងផងថាធ្វើដើម្បីជាតិឬដើម្បីខ្លួនឯងឬដើម្បីលុយឬដើម្បីបំរើបរទេសឬដើម្បីជ្រកកោននៅប្រទេសគេធ្វើបោកប្រាស់ខ្លួនឯងអាបាបោកប្រាស់ទាំងខ្លួនឯងចង់មកដឹកនាំប្រទេសតែរួចទេសន្តានពួកនាងពួកអក្បត់ជាតិ3ចំនួននៅតែថោកអស់មួយជីវិតតែអត់រួចទេ